ការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនិងការរស់នៅជាសហព័ន្ធនៅវ័យកុមារនៅតែជាបញ្ហាប្រឈមមួយសម្រាប់កម្ពុជាជាពិសេសនៅតំបន់ភូមិភាគឦសានវាជាការអនុវត្តបង្កគ្រោះថ្នាក់និងរំលោភបំពានសិទ្ធិកុមារក្មេងស្រីនិងស្ត្រីបណ្ដាលឲ្យកុមារជួបប្រទះអំពើហិង្សាហើយជះឥទ្ធិពលដល់ការអភិវឌ្ឍធនធានមនុស្សនិងសង្គមជាតិវាក៏ធ្វើឲ្យយុវជនបាត់បង់ការអប់រំនិងឱកាសនាពេលអនាគតនៅពេលដែលកុមារស្ត្រីវ័យក្មេងនិងក្មេងស្រីត្រូវបានបង្ខំឲ្យរៀបការឱកាសសម្រាប់ការអភិវឌ្ឍរបស់ពួកគេបានផ្លាស់ប្ដូរទាំងស្រុងពួកគេប្រឈមនឹងហានិភ័យសុខភាពពីការមានផ្ទៃពោះទាំងវ័យក្មេងហើយមានករណីជាច្រើនដូចជាប្រឈមនឹងអំពើហិង្សាទាក់ទងនឹង gender ឬអំពើហិង្សាពីដៃគូស្និទ្ធស្នាលក្នុងចំណងអាពាហ៍ពិពាហ៍និងត្រូវទទួលទំនួលខុសត្រូវគ្រួសារទាំងវ័យក្មេងការរៀបអាពាហ៍ពិពាហ៍វ័យកុមារការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនិងការរស់នៅជាសហព័ន្ធវ័យកុមារមិនគ្រាន់តែប៉ះពាល់ដល់កុមារស្ត្រីវ័យក្មេងនិងក្មេងស្រីនោះទេវាប៉ះពាល់ដល់គ្រួសារសហគមន៍និងសង្គមជាតិផងដែរនៅពេលដែលកុមារស្ត្រីវ័យក្មេងនិងក្មេងស្រីមិនទទួលបាននូវការអប់រំខ្ពស់នោះទេពួកគេនឹងបាត់បង់ឱកាសសម្រាប់ការអភិវឌ្ឍហើយវដ្តនៃភាពក្រីក្រនៅតែបន្តយើងអាចចូលរួមបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារតាមរយៈការបង្កើនការយល់ដឹងនិងការអប់រំទៅកាន់មនុស្សគ្រប់គ្នាជាពិសេសឪពុកម្ដាយនិងអាណាព្យាបាលដើម្បីអនាគតរបស់កុមារគ្រប់រូប។